មានបុរសជាកូនអ្នកមានម្នាក់កំពុងតែលេងល្បែងនៅក្នុងកាស៊ីណូមួយកន្លែងដោយសារតែរាសីថ្ងៃនេះមិនសូវល្អបានធ្វើឲ្យរ៉ាម៉ូចាញ់គ្រប់ដៃទាំងអស់គេបានមួម៉ៅជាខ្លាំងដោយរ៉ាម៉ូមិនអស់ចិត្តគេក៏បានទៅខ្ចីលុយពីម្ចាស់កាស៊ីណូនោះមកលេងល្បែងបន្តទៀតតែលទ្ធផលនៅតែដដែលតែយ៉ាងម៉េចដែរថ្ងៃនេះព្រោះមើលទៅដូចជាអារម្មណ៍មិនល្អសោះនេះឲ្យអារម្មណ៍ល្អយ៉ាងម៉េចបើចាញ់រត់តែដៃបែបនេះឥឡូវខ្ញុំចង់មកខ្ចីលុយលោកខ្លះដើម្បីយកទៅស្រង់ដើមមកវិញខ្ញុំគិតថាលោកប្រុសគួរតែឈប់សិនទៅថ្ងៃនេះព្រោះរាសីរបស់លោកប្រុសដូចជាមិនសូវល្អនោះឡើយចាំមកស្រង់ដើមនៅថ្ងៃស្អែកក៏វាមិនអីនោះដែរខ្ញុំអរគុណលោកហើយដែលជួយដាស់តឿនតែខ្ញុំមិនចាំថ្ងៃស្អែកនោះទេខ្ញុំនឹងស្រង់ដើមក្នុងថ្ងៃនេះឲ្យខាងតែបានបើលោកប្រុសមានអ្នកយ៉ាងនេះទៅហើយណាខ្ញុំក៏មិនខ្វាត់ទៀតដែរមានតែជូនពរលោកប្រុសសំណាងល្អតែប៉ុណ្ណោះនេះចំនួនលុយដែលលោកចង់បានពេលដែលថនបានឲ្យលុយទៅរ៉ាម៉ូខ្ចីរួចរ៉ាម៉ូក៏បានទៅលេងល្បែងបន្តទៀតតែគេនៅតែចាញ់ដដែលពេលនោះគេមានអារម្មណ៍មួម៉ៅជាខ្លាំងហើយគេក៏បានដើរចេញទៅទាំងទឹកមុខមិនល្អហៅឡូជំរាបសួរបាទជំរាបសួរតើជាលោកសុធាឬបាទខ្ញុំនឹងហើយជាសុធាតើលោកមានរឿងអ្វីដែរបាទលោកប្រុសខ្ញុំចង់សួររឿងលុយដែលខាងក្រុមហ៊ុនរបស់លោកប្រុសមិនទាន់បានយកមកទូទាត់ខាងខ្ញុំនៅឡើយតែខ្ញុំបានឲ្យប្អូនរបស់ខ្ញុំយកទៅទូទាត់តាំងពីប្រហែលថ្ងៃមុនម្លេះលោកតែខាងខ្ញុំនៅមិនទាន់ឃើញវិក័យប័ត្រទូទាត់នៅឡើយទេលោកប្រុសថាម៉េចបាទអញ្ចឹងមិនអីនោះទេចាំខ្ញុំសួរប្អូនរបស់ខ្ញុំមើលសិនបាទជម្រាបលាលោកក្រោយពីសុធានិយាយចប់គាត់ក៏បានដកដង្ហើមធំហើយដើរទៅអង្គុយនៅលើសាឡុងបន្តិចក្រោយមកលេខារបស់សុធាដែលមានឈ្មោះច័ន្ទក៏បានមកគូទ្វារហើយប្រាប់ថាជំរាបសួរលោកប្រុសមានបរិសម្នាក់ប្រាប់ថាចង់ជួបលោកប្រុសហើយគេប្រាប់ថាមានธุរៈសំខាន់ទៀតផងលោកប្រុសបាទមិនអីទេឲ្យគេចូលមកចោះជំរាបសួរលោកសុធាខ្ញុំមកនេះគឺមកទារលុយដែលប្អូនប្រុសរបស់លោកបានខ្ចីកាលពីថ្ងៃមុនដោយសន្យាថានឹងសងវិញក្នុងពេលឆាប់នេះតែឥឡូវនេះមិនទាន់ឃើញយកមកសងសោះបានជាខ្ញុំមករកលោកប្រុសដល់ក្រុមហ៊ុនបែបនេះសូមទោសផងលោកតើជាលុយអ្វីដែរបាទគឺជាលុយដែលរ៉ាម៉ូប្អូនប្រុសរបស់លោកខ្ចីកាលពីប្រហែលថ្ងៃមុននៅក្នុងកាស៊ីណូរបស់ខ្ញុំបាទមិនអីទេចាំខ្ញុំសងជំនួសចោះតែលើក្រោយលោកកុំឲ្យប្អូនរបស់ខ្ញុំខ្ចីទៀតបើមិនដូច្នោះទេខ្ញុំមិនទទួលខុសត្រូវទៀតឡើយបាទលោកប្រុសអញ្ចឹងណាខ្ញុំជម្រាបលាលោកប្រុសសិនហើយក្រោយពីថនដើរចេញទៅសុធាមានអារម្មណ៍តានតឹងនៅក្នុងចិត្តជាខ្លាំងព្រោះតែប្អូនប្រុសរបស់គេគិតតែដើរលេងល្បែងស៊ីសងនិងដើរលេងស៊ីចាយហឺហាមិនគិតធ្វើការងារអ្វីឡើយរហូតធ្វើឲ្យក្រុមហ៊ុនរបស់គេដែលម្ដាយបានចែកឲ្យនោះត្រូវខ្សែធនអូនណាថ្ងៃនេះណាបងឈ្នះបានច្រើនណាស់អូនចង់ទិញអីក៏ទិញចុះទិញឲ្យណាណីទៅនោះខោអាវស្អាតណាអូនយើងចូលទៅមើលតិចទៅមែនហើយបងពិតជាស្អាតខ្លាំងណាស់ចឹងបងជឿរឿងឲ្យខ្ញុំមួយមកបាទ
ចាំបងនេះជួយរើសឲ្យចុះ មួយឈុតនេះបងគិតថាសមនឹងអូនណាហើយនៅមានឈុតមួយនេះទៀតចឹងយកពីនេះចុះ បងបងជួយច្រកឲ្យខ្ញុំទាំងអស់នេះមកបង ក្រោយពីប្តីប្រពន្ធទាំងពីរបានទិញរបស់របររួចរាល់ហើយពួកគេក៏បានទៅផ្ទះសុធាដែលជាបងប្រុសរបស់រ៉ាម៉ូមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានទៅដល់ផ្ទះសុធា បងប្រុសបងប្រុសយីទៅឯណាអស់ណោបានជាផ្ទះស្ងាត់ឲ្យចងំបែបនេះសង្ស័យតែម៉ាក់មកដល់សំងំរាប់លុយចៃគ្នាទេដឹងបានជាហៅមិនឆ្លើយសោះអញ្ចឹង យើងបានលើឯងហើយតែយើងកំពុងតែជាប់ដៃបង្ហាយការងារបន្តិចហើយរួចចុះថ្ងៃនេះខ្យល់អីបោះឯងឲ្យមកដល់ទីនេះអញ្ចឹងតាបានជាយើងចេះតែញាក់ភ្នែកមិនឈប់សោះ គ្មានខ្យល់អ្វីបក់ខ្ញុំមកនោះទេបងគឺខ្ញុំមករកអ្នកម៉ាក់នោះអីចុះឯណាមិនឃើញអ្នកម៉ាក់អញ្ចឹងគាត់ប្រាប់ថាមកដល់ថ្ងៃនេះនោះអី ពិតមែនហើយអ្នកម៉ាក់ប្រាប់ថាមកថ្ងៃនេះមែនតែឥឡូវអ្នកម៉ាក់ថាមិនបានមកនោះទេព្រោះគាត់មិនសូវស្រួលខ្លួនបានជាអ្នកម៉ាក់បដូរថ្ងៃហោះហើរវិញទៅគ្រាន់តែណាវីឮដូច្នេះភ្លាមណាវីក៏បបួលរ៉ាម៉ូត្រឡប់ទៅផ្ទះវិញព្រោះបំណងរបស់ពួកគេមករកម្ដាយព្រោះតែលុយប៉ុណ្ណោះ ខ្ញុំខំតែមកគិតថាមានកាដូអីខ្លះទៅហើយខាត់ពេលអស់បើដឹងអញ្ចឹងណាមិនមកនាំតែខាត់ពេលអត់ប្រយោជន៍ទេតោះបងជឿទៅផ្ទះយើងវិញខាត់ពេលអត់ប្រយោជន៍ណា ជប់សិនរ៉ាម៉ូបងមានរឿងខ្លះចង់និយាយជាមួយឯងឯណាវីប្រពន្ធឯងចាំបងឲ្យធន់ជូនទៅផ្ទះមុនចុះព្រោះបងមានរឿងខ្លះចង់សួរឯងតើលុយដែលបងឲ្យឯងយកទៅទូទាត់នោះតើឯងយកទៅណាព្រោះឥឡូវគេតេមកថាមិនទាន់ឃើញឯងយកទៅទូទាត់នោះទេ ខ្ញុំបានយកទៅបងរួចហើយមិនក៏ថាមិនឃើញទៅវិញចាំខ្ញុំទៅសួរដល់កន្លែងតែម្ដងចាំមើលគេថាមិនវិញ មិនបាច់នោះទេឥឡូវបងជឿឯងចុះបំណុលដែលឯងបានខ្ចីគេយកមកលេងល្បែងនោះតើវាយ៉ាងម៉េចទៅវិញតែបងបានចេញសងជំនួសរួចហើយរឿងនេះបងក៏មិនបានប្រាប់អ្នកម៉ាក់ឲ្យដឹងនោះដែរព្រោះតែបងស្រឡាញ់ទើបបងមិនបានប្រាប់អ្នកម៉ាក់ឲ្យដឹងតែបងសុំឲ្យឯងកែខ្លួនឈប់ទៅលេងល្បែងទៀតវាមិនបាននាំឲ្យឯងមានបាននោះឡើយវាមានតែការវិនិច្ឆ័យហើយតែប៉ុណ្ណោះឯងមើលសង្គមសពថ្ងៃចុះអ្នកខ្លះលេងល្បែងរហូតអស់ពីខ្លួនលក់ផ្ទះលក់ឡានជំពាក់បំណុលគេជុំទិសឯអ្នកខ្លះទៀតក៏សម្លាប់ខ្លួនដោយសារតែរឿងទាំងអស់នេះដែរ បងណាកុំមកចេះរឿងរបស់ខ្ញុំគិតតែរឿងរបស់បងឲ្យល្អទៅបើទោះបីជាខ្ញុំនេះក្រលំបាកយ៉ាងណាក៏ខ្ញុំមិនមកពើមកឯងនោះដែរបងមានរឿងច្រើនណាស់ត្រូវគិតចឹងបងមិនចាំបាច់គិតរឿងខ្ញុំនាំឲ្យហត់នោះឡើយ បន្ទាប់ពីសុធានិយាយពន្យល់និងណែនាំដល់រ៉ាម៉ូរួចហើយរ៉ាម៉ូមិនត្រឹមតែស្ដាប់ដំបូន្មានរបស់បងប្រុសប៉ុណ្ណោះទេតែគេថែមទាំងខឹងសុធាទៀតផងពួកគេទាំងពីរខឹងគ្នាជាខ្លាំងហើយក៏បានអង្គុយបែរខ្នងដាក់គ្នាពេលនោះរមនីដែលជាប្អូនស្រីរបស់ពួកគេទាំងពីរក៏បានដើរចូលមកដល់ សួស្ដីបងប្រុសទាំងពីរតើពួកបងមានរឿងអីមិនបានអង្គុយបែរខ្នងដាក់គ្នាចឹងហើយចោះណាម៉ាក់អោះមិនបានមិនឃើញបងធាខ្ញុំមានរឿងខ្លះចង់និយាយជាមួយគាត់ អ្នកម៉ាក់មិនបានមកនោះទេហើយរឿងដែលឯងចង់និយាយជាមួយម៉ាក់គ្មានអ្វីក្រៅតែពីលុយនោះឡើយម្នាក់មកដើម្បីតែលុយមិនដែលឃើញសួរនាំពីសុខទុក្ខរបស់អ្នកម៉ាក់សោះតើពួកឯងទាំងពីរនាក់
ដែលសួរនាំពីសុខភាពនិងបារម្ភពីម៉ាក់ខ្លះទេខួរក្បាលរបស់ពួកឯងមានតែលុយតែប៉ុណ្ណោះ តែខ្ញុំបានសុំម៉ាក់រួចហើយបងឯងកុំមកចេះមិនអាងតែមានទ្រព្យសម្បត្តិច្រើនជាងខ្ញុំចង់និយាយបែបណាក៏បានមែនមិនដូចជាពួកខ្ញុំទាំងពីរនាក់ទេ ពិតប្រកបណាស់បងអាងតែអ្នកម៉ាក់ចែកទ្រព្យសម្បត្តិឲ្យបងច្រើនជាងគេបងធ្វើអ្វីក៏ត្រូវទាំងអស់ហ្នឹង តែទ្រព្យសម្បត្តិទាំងអស់នេះមិនមែនជារបស់បងនោះទេវាជារបស់អ្នកម៉ាក់បងគ្រាន់តែជាអ្នកមើលការខុសត្រូវជំនួសអ្នកម៉ាក់តែប៉ុណ្ណោះព្រោះអ្នកម៉ាក់ក៏កាន់តែចាស់ណាស់ទៅហើយឯសុខភាពក៏មិនសូវល្អទើបអ្នកម៉ាក់ប្រគល់ឲ្យបងមើលការខុសត្រូវជំនួសចុងក្រោយអ្នកម៉ាក់ប្រគល់ទៅឲ្យអ្នកណាស្រេចតែអ្នកម៉ាក់សម្រេចតែប៉ុណ្ណោះនៅពេលដែលសុធានិយាយចប់ហើយពេលនោះអ្នកស្រីបុប្ផាក៏បានដើរចេញមកធ្វើឲ្យរ៉ាម៉ូនិងរ៉ូម៉ានីភ្ញាក់ផ្អើលជាខ្លាំងព្រោះតែពួកគេទាំងពីរនឹកស្មានមិនដល់ យ៉ាងម៉េចតើពួកឯងឆ្លុះគ្នាឆ្អែតហើយឬនៅគ្រាន់តែរឿងប៉ុណ្ណឹងសោះឆ្លុះគ្នាដល់ថ្នាក់នឹងទៅហើយចុះទម្រាំតែម៉ាក់នេះមិននៅទៀតតើវានឹងទៅជាយ៉ាងណាទៅ នេះបងកុហកពួកខ្ញុំហ៎ តាមពិតអ្នកម៉ាក់បានមកដល់យូរណាស់មកហើយហេតុអីបានជាបងមិនឲ្យខ្ញុំជួបអ្នកម៉ាក់ ពិតមែនហើយឬមួយពួកបងខ្លាចខ្ញុំទាំងពីរនាក់នេះធ្វើជាឆ្អឹងទៅតឹងករបស់បងក្រោយអ្នកស្រីបុប្ផាបានឮរ៉ាម៉ូនិងរ៉ូម៉ានីនិយាយបែបនេះគាត់ពិតជាមានអារម្មណ៍ខឹងនិងខកបំណងចំពោះពួកគេទាំងពីរខ្លាំងណាស់ហើយគាត់ក៏បាននិយាយស្ដីបន្ទោសនិងណែនាំដល់ពួកគេទាំងពីរ ពួកឯងទាំងពីរឲ្យល្មមបានហើយចំណែកឯរ៉ាម៉ូគិតតែលេងល្បែងទាំងប្តីទាំងប្រពន្ធគ្មានគិតរកស៊ីអ្វីសោះគិតតែបំផ្លាញមិនតែប៉ុណ្ណោះឯងថែមទាំងទឹកខ្ចីបំណុលគេយកមកលេងល្បែងថែមទៀតរហូតគេមកទាបងឯងដល់ផ្ទះឯងគិតថាម៉ាក់មិនដឹងទេគ្រប់យ៉ាងម៉ាក់ដឹងទាំងអស់បងឯងស្ដីប្រដៅឲ្យល្អទៅឯងបែរជាខឹងទៅវិញអញ្ចឹងហើយបានជាក្រុមហ៊ុនរបស់បងឯងវាខ្សែធនដូចសពថ្ងៃនេះក៏ព្រោះតែលបែងនេះហើយឯប្រពន្ធគ្មានមាយាទចេះតែចាយហឺហាមិនចេះទុកដាក់មិនខុសពីស្រីកញ្ជើធ្លុះដែលនៅក្នុងរឿងមាយើងនោះឡើយទោះបីជានាយភក្ត្រាមានទ្រព្យសម្បត្តិទាំងសំពៅទៀតក៏គង់តែវិនិច្ឆ័យហិនហោចដោយសារតែស្រីមាយាទបែបនេះឯងរីឯប្រពន្ធរបស់មាយើងវិញទោះបីជាមាយើងក្រលំបាកគ្មានមាសប្រាក់យ៉ាងណាក៏ដោយក៏គង់តែនឹងមានទ្រព្យសម្បត្តិហូរហៀរទៅបាននេះក៏ព្រោះតែចរិតមាយាទចេះទុកដាក់របស់នាងនេះឯងចំណែកឯរមនីវិញជួបម៉ាក់ម្ដងណាមិនដែលឃើញសួរសុខទុក្ខម៉ាក់សោះជួបលើកណាមានតែរឿងយ៉ាងនេះមានតែរឿងយ៉ាងនោះហើយគិតតែសុំលុយចាញ់បោកតែប្តីម៉ាក់ឲ្យកូនទៅរៀនមានចំណេះដឹងចេះទុកចេះដាក់ទ្រព្យសម្បត្តិឲ្យគង់វង្សមិនមែនឲ្យចាញ់បោកតែប្តីនោះទេប្តីឯងមានស្រីឯងដែលដឹងទេដែលតាមដានទេម៉ាក់បានឲ្យគេតាមដានប្តីរបស់កូននេះជារូបដែលប្តីកូនដើរលេងយ៉ាងសប្បាយជាមួយនឹងស្រីក្រៅកូនឃើញទេបើម៉ាក់ល្ងងដូចកូនគិតមែនមិនមែនម៉ាក់មានក្រុមហ៊ុនទ្រព្យសម្បត្តិច្រើនបែបនេះនោះឡើយរីឯសុធាបងរបស់ពួកឯងវិញមិនព្រមយកប្រពន្ធដល់សប្តាហ៍ថ្ងៃនេះក៏ព្រោះតែម៉ាក់ព្រោះតែពួកឯងទាំងពីរហ្នឹងក៏ព្រោះតែក្រុមហ៊ុនទើបគ្រួសារយើងមានបានដូចពេលនេះបងឯងគេលះបង់សេចក្តីសុខផ្ទាល់ខ្លួនគ្រប់យ៉ាងឲ្យពួកឯងដែលអាណិតដល់បងរបស់ពួកឯងទេដែលគិតពីសុខទុក្ខបងឯងទេឯងទាំងពីរមានប្តីប្រពន្ធរស់នៅមានក្តីសុខចុះបងឯងបើពួកឯងនៅតែធ្វើបែបនេះ
ម៉ាក់នឹងទៅបរទេសជាមួយស្រីពៅហើយម៉ាក់មិនចង់ឃើញពួកឯងទៀតទេហើយម៉ាក់ក៏មិនខ្វល់ពីកូនណាទៀតដែរ រ៉ាម៉ូនិងរ៉ូម៉ានីនៅពេលដែលបានស្ដាប់ដំបូន្មានរបស់ម្ដាយរួចមកអ្នកទាំងពីរក៏បានដឹងពីកំហុសរបស់ខ្លួនហើយក៏បានសន្យាជាមួយនឹងម្ដាយថានឹងកែរាល់កំហុសដែលបានធ្វើខុសកន្លងមក មិនអីទេម៉ាក់ពីពេលនេះទៅកូនមិនឲ្យម៉ាក់ពិបាកទៀតទេខ្ញុំនេះនឹងតាមដានប្តីរបស់ខ្ញុំដោយខ្លួនឯងកន្លងមកនេះព្រោះតែខ្ញុំមិនបានដឹងទើបធ្វើឲ្យម៉ាក់ត្រូវពិបាកហើយបងធាក៏ត្រូវពិបាកដែរពីពេលនេះទៅកូនសូមសន្យាថាកូននេះមិនឲ្យចាញ់បោកប្តីទៀតនោះទេណាម៉ាក់ ឲ្យកូនសុំទោសផងម៉ាក់ដែលកន្លងមកកូនមិនស្ដាប់បងសុធាគិតតែរឿងលបែងកូនមិនស្ដាប់ការអប់រំរបស់បងប្រុសតែកូនសន្យាថានឹងកែខ្លួនឡើងវិញដើម្បីម៉ាក់បងប្រុសនិងគ្រួសាររបស់យើងសូមឲ្យតែម៉ាក់នៅទីនេះជាម្លប់ដល់កូនបានទេម៉ាក់ឯរឿងប្រពន្ធខ្ញុំចាំកូនជាអ្នកដោះស្រាយចោះព្រោះកូនជាមេគ្រួសារគ្រប់យ៉ាងកូនជាអ្នកសម្រេច បើពួកកូននិយាយយ៉ាងនេះទៅហើយម៉ាក់នឹងនៅទីនេះដើម្បីចាំមើលកូនទាំងអស់គ្នាទៅចុះហើយម៉ាក់សង្ឃឹមថាកូននឹងមិនធ្វើឲ្យម៉ាក់ខកបំណងនោះឡើយ